មានបងប្អូនយើងខ្លះគាត់សួរខ្ញុំថាខ្ញុំនៅអាមេរិកហ្នឹងគឺខ្ញុំធ្វើការងារអីដែរចាបងប្អូនសម្រាប់ការងារដែលខ្ញុំនៅនេះគឺខ្ញុំអត់មានប្រកាន់ការងារទេការងារអីក៏ខ្ញុំធ្វើដែរឲ្យថាការងារហ្នឹងស្របច្បាប់ហើយខ្ញុំអាចរកប្រាក់ចំណូលបានចាហើយរាល់ថ្ងៃហ្នឹងគឺខ្ញុំធ្វើការងារពេញម៉ោងនៅក្រុមហ៊ុនមួយកន្លែងហើយបន្ទាប់ពីខ្ញុំធ្វើហើយគឺខ្ញុំសល់ពេលគឺខ្ញុំអាចមកដឹកជញ្ជូនអីវ៉ាន់ Uber Eats ដូចខ្ញុំកំពុងតែបង្ហាញវីដេអូជូនបងប្អូននេះហើយភ្ញៀវដែលគាត់កំងនេះគឺគាត់កំង McDonald's ជាប្រភេទ hamburger ចាម្ហូបនេះគឺគេពេញនិយមមែនតើសម្រាប់ជនជាតិ American គេហ្នឹងបងប្អូនចាហើយឥឡូវនេះខ្ញុំបានមកយកអវ៉ាន់ពី store ហាងគេនឹងហើយខ្ញុំក៏ធ្វើការដឹកជញ្ជូនទៅទីតាំងដែលគាត់បានកំងនឹងចាសម្រាប់ការងារនៅនេះខ្ញុំគិតថាអត់ពិបាកអីសំខាន់ឲ្យតែយើងតាំងចិត្តក្នុងការធ្វើអញ្ចឹងណាហើយមានបងប្អូនខ្លះទៀតថាការងារហ្នឹងសម្រាប់តែប្រុសទេអត់ទេបងប្អូនការងារហ្នឹងមិនថាស្រីថាប្រុសទេឲ្យតែយើងចង់ធ្វើគឺយើងធ្វើបានដូចគ្នាដូចខ្ញុំអញ្ចឹងខ្ញុំអត់ប្រកាន់ការងារទេឲ្យតែខ្ញុំអាចរកលុយបានសំខាន់យើងអត់មានទៅធ្វើអីខុសច្បាប់ទេហើយការងារនេះក៏អត់ពិបាកដែរសម្រាប់ស្រីគាត់តែយើងទៅយកអវ៉ាន់ហើយយើងយកទៅដាក់នៅផ្ទះគេគឺចប់ហើយយើងសំខាន់យើងបានលុយទៀតហើយបានគួរសមដែរអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំមកដល់ផ្ទះភ្ញៀវហើយសម្រាប់ភ្ញៀវនេះគឺគាត់អត់ចង់ឲ្យយើងរំខានគាត់ទេយើងគ្រាន់តែដាក់អវ៉ាន់នៅមុខផ្ទះគាត់ទៅហើយយើងអាចថតរូប submit ចូលទៅក្នុង app ទៅគាត់ដឹងថាអវ៉ាន់ហ្នឹងគាត់មកដល់ផ្ទះគាត់ហើយអញ្ចឹងហើយយើងអាចទៅផ្ទះវិញបាន